អ្នកនាងដែលនិខ្វានប្រលះអ្នកវិញ្ញេចរឿងលបយ៉ាមានផ្ទៃពោះនៅក្នុងពន្ធនាគារប្រិមិត្តជាទីមេត្រីមហាជនមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលក្រោយពីបានដំណឹងថាលបយ៉ាកំពុងពពោះកូនភ្លោះស្រី2នាក់ខណៈដែលខ្លួនកំពុងស្ថិតនៅក្នុងពន្ធនាគារយ៉ាងណាមិញដំណឹងពពោះកូនភ្លោះរបស់អ្នកនាងលបយ៉ាត្រូវបានមហាជនមួយចំនួនយកមកធ្វើការវែកញែកដោយលើកជាចម្ងល់ថាតើគាត់អាចមានផ្ទៃពោះដោយរបៀបណាខណៈពេលដែលគាត់កំពុងឃុំខ្លួននៅក្នុងពន្ធនាគារជាក់ស្ដែងគណនីមួយមានឈ្មោះថាណារ៉ែនធុចបានសរសេរថា31អាទិត្យកូនភ្លោះទៀតខំតែចាំឆ្ងល់ថាម៉េចបាត់ចែយូរម្លេះការពិតចាយាមានផ្ទៃពោះតែមិនដឹងថាចេញឬយ៉ាងណាចែនឹងបានកូនស្អាតទៀតហើយម្ដងនេះអត់លេបថ្នាំងុយគេងអីទាំងអស់នៅក្នុងគ្រាងងឹតក៏មានរឿងល្អកើតចេញពីនងបានដែរទី1គាត់ឈប់ចាក់ថ្នាំឲ្យគេងលក់អត់សេវាមើលទូរស័ព្ទងាយងុយគេងលេងលក់ដូរក៏លេងខ្វល់ខ្វាយច្រើនបន្ទុកស្រាលខ្វាក់គាត់ចាប់ផ្ដើមសប្បាយចិត្តទី2បើអត់ចូលឃុំចែគាត់ហត់ខ្លាំងអត់មានពេលសម្រាប់សោះបើមានកូនក៏ល្អដោយគាត់ទំនេរថែខ្លួនមិនត្រឹមតែប៉ុណ្ណោះគណនីឈ្មោះណារ៉ែនធុចនេះគាត់ក៏បានតបទៅឈ្មោះលក្ខណៈមកថាគុកនៅប្រទេសគេប្តីប្រពន្ធមានបន្ទប់សម្រាប់ឲ្យពួកគាត់ជួបគ្នាជារឿងមនោសញ្ចេតនារីឯលក្ខណៈមកក៏បានតបទៅវិញថាអូអញ្ចឹងខ្ញុំអត់ដឹងបងអរគុណបានប្រាប់យ៉ាងណាមិញក្រោយពីឃើញនៃការវែកញែកយ៉ាងដូចនេះហើយទើបធ្វើឲ្យអ្នកនាងដេនខ្វាន់ទប់មិនបានក៏បង្ហោះសំណេរថាស្អប់បំផុតអាអ្នកចេះដឹងវែកញែករឿងគេនឹងហើយក៏ស្អប់អ្នកនិយាយពាក្យកុកទាំងដឹងហើយឮហើយនិយាយមកដូចឡប់បើនៅក្នុងគោកស្រួលដូចនាងនិយាយគេនៅក្នុងគុកគ្រប់គ្នាហើយសំណេរនាងសរសេរមកសើចចំអកឲ្យជីវិតគេច្បាស់ណាស់ពេលនេះមិនដឹងថាគាត់ពិបាកយ៉ាងណាទេកំពុងពោពោះផងយើងនៅក្រៅពេលពោពោះនៅពិបាកចុះគាត់មិនដឹងសម្ពាធផ្លូវចិត្តយ៉ាងណាទេសូមឲ្យគាត់ឆាប់បានចេញមកវិញជួបជុំគ្រួសារបាទប្រិមិត្តអញ្ចឹងឃើញថាអ្នកនាងដេនីខ្វាន់គាត់ខឹងដោយសារមានអ្នកខ្លះគឺយករឿងរបស់អ្នកនាងលបយ៉ាយកមកធ្វើការវែកញែកជាពិសេសគឺក្នុងន័យឌឺដងឆិតឈៀងថាវាគឺជារឿងល្អមួយដែរនៅពេលដែលអ្នកនាងលបយ៉ាមានផ្ទៃពោះខណៈពេលដែលខ្លួនកំពុងតែជាប់ពន្ធនាគារពីព្រោះថាអ្នកនាងនឹងមិនពិបាកដោយកាលដែលអ្នកនាងត្រូវនៅក្រៅឃុំត្រូវធ្វើការផងអីផងអញ្ចឹងមានផ្ទៃពោះគឺមិនស្រួលទេអញ្ចឹងហើយបានជាអ្នកនាងដេនីខ្វាន់គាត់យល់ពីការនិយាយនេះថាមិនមែនជាការនិយាយក្នុងន័យល្អទេគឺបញ្ឆិតបញ្ឈៀងឲ្យអ្នកនាងលបយ៉ាទើបគាត់ចេញមកការពារទាំងក្តៅស្លឹកត្រចៀក